បាទនេះជាខស្វាយចន្ទីដែលយើងស្ងោរនិងចំហុយហើយបាទបន្ទាប់ពីស្ងោរឬក៏ចំហុយហើយយើងយកទៅច្របល់ឬក៏ហាលថ្ងៃបន្ទាប់មកគឺយើងចូលទៅក្នុងម៉ាស៊ីនសម្រាប់បកបាទគឺយើងបានគ្រាប់បែបនេះតោះចាក់ចឹងខស្វាយចូលមកចឹងគឺយើងចាក់តែអញ្ចឹងចាក់ឲ្យពេញនៅក្នុងតៅនេះបាទម៉ាស៊ីនសម្រាប់ការហាលការបកគឺតែការធ្វើការបកបន្ទាប់ពីយើងបានលទ្ធផលមកគឺការបកចេញមកគឺគ្រាប់ស្វាយគឺនៅមូលបែបចេះបាទអញ្ចឹងតាក់ទងជាមួយភ្លេងនៅជាប់ដៃនេះដោយសារគ្រាប់នេះគឺជាគ្រាប់ដែលយើងហានៅក្នុងរយៈពេលអត់ទាន់បានស្ងួតល្អមានថាត្រឹមដល់8 9ម៉ោងអញ្ចឹងបើជាទូទៅគឺយើងហាឲ្យបានចំនួន20ទៅ24ម៉ោងមានន័យថាយើងហាឲ្យត្រូវថ្ងៃក៏បានឬក៏យើងចដិលនៅក្នុងមលុបក៏បានឲ្យតែចន្លោះពី20ទៅ24ម៉ោងបាទអញ្ចឹងម៉ាស៊ីននេះគឺຂະຫນាត់លក្ខណៈគ្រួសារងាយក្នុងការប្រើប្រាស់បាទអត់តម្រូវឲ្យមានភ្លើងធំទេត្រឹមតែភ្លើង220តាមផ្ទះគឺយើងប្រើបានបាទ